Chẳng số tha tớ nam paracetamol nâng ai pra và bộ thật sắt ở với khá. Bạn xồm chỉ để xua phòng bài bóng ôn chỉ vì xây. Chiếp chiêu từng Tại tại control nơi sở bà cam về sát Dr. Sukim cái lòng màu. Vàថ្ងៃនេះក៏ខ្ញុំមានការចង់ចែកកំឡែកហើយក៏មានសំណួរសួរពេទ្យឬក៏មកសួរខាងខ្ញុំបាទគ្រប់គ្នាផងដែរប៉ុន្តែពេលខ្លះខ្ញុំជួបខ្ញុំតែងតែបកស្រាយពេលខ្លះបានជួបតែអង្គុយឆ្ងល់ហើយនៅបន្តការងារហ្នឹងអញ្ចឹងដើម្បីដោះស្រាយនៅសំណួរដោះស្រាយនៅអ្វីដែលបងប្អូនគេហៅថាចម្ងល់ខ្ញុំនឹងបកស្រាយនៅថ្ងៃហ្នឹងហើយវីដេអូនេះបងប្អូនកុំភ្លេចការចែករំលែកជាចំណេះដឹងមួយទៅកាន់បងប្អូនយើងដែលគាត់អត់ដឹងបាទអញ្ចឹងគាត់តែងតែសត្វរបស់គាត់លើឆ្កែឆ្មាគឺគាត់ពេលដែលក្តៅខ្លួនគាត់តែងតែប្រើពពួកថ្នាំប៉ារ៉ាសេតាមុលបាទអញ្ចឹងណាបងប្អូនអញ្ចឹងសួរថាតើថ្នាំប៉ារ៉ាសេតាមុលហ្នឹងអាចប្រើពពួកសត្វអ្វីខ្លះបាទអញ្ចឹងប៉ារ៉ាសេតាមុលហ្នឹងគឺអាចប្រើទៅលើសត្វគោក្របីជ្រូកមាន់អីហ្នឹងបងប្អូនអាចប្រើបានហើយអត់អីទេអញ្ចឹងប្រើទៅតាមពេទ្យដែលណែនាំកុំប្រើទៅតាមអារម្មណ៍របស់យើងបាទប៉ុន្តែសត្វពីរដែលយើងមិនគួរប្រើឬក៏អត់ប្រើតែម្ដងទៅតជាមួយនឹងសត្វចិញ្ចឹមរបស់យើងឆ្កែនិងឆ្មាពីរហ្នឹងគឺមិនអាចប្រើបានទេកាលណាបើយើងប្រើពពួកថ្នាំប៉ារ៉ាហ្នឹងវាធ្វើឲ្យសត្វរបស់យើងតុកស៊ីនហេតុអីដោយសារអីដោយសារក្នុងសារពាង្គកាយសត្វឬក៏ក្នុងខ្លួនសត្វហ្នឹងកង្វះអង់ស៊ីមក្នុងការរំលាយបាទរំលាយពពួកអីគេពួកប៉ារ៉ាសេតាមុលនឹងឯងទាំងឆ្កែនិងឆ្មានឹងឯងដូច្នេះហើយធ្វើឲ្យអីគេធ្វើឲ្យទៅប្រើប្រាស់ទៅវាអត់មានកង្វះអង់ស៊ីមក្នុងការរំលាយឬក៏ធ្វើការទៅលើពពួកប៉ារ៉ាសេតាមុលហ្នឹងបណ្ដាឲ្យសត្វរបស់យើងហ្នឹងទន់ដៃទន់ជើងអញ្ចឹងណាបាទហើយវាតុកស៊ីនទៅលើគេតុកស៊ីនទៅលើ liver ទៅលើថ្លើមបាទមានបញ្ហាពុលទៅលើថ្លើមបើយើងនិយាយភាសាខ្មែរហើយមួយទៀតយើងវាពុលទៅលើគេបញ្ហាគេវាធ្វើឲ្យអុកស៊ីហ្សែនឈាមក្រហមហ្នឹងមានការធ្លាក់ចុះទាំងពីរហ្នឹងហើយបានធ្វើឲ្យសត្វរបស់យើងហ្នឹងចេញរោគសញ្ញាទន់ដៃទន់ជើងអួតចង្អោរអីផ្សេងពីដើមទៅបាទដូច្នេះហើយបានធ្វើឲ្យម្ដងមន្ទីរពេទ្យគឺពេទ្យណែនាំគឺឲ្យប្រើពួកប៉ារ៉ាបានទេបាទបងប្អូនដឹងបងប្អូនអត់អាចប្រើបានបងប្អូនមិនដឹងនៅតែបន្តអញ្ចឹងចាប់ពីថ្ងៃតទៅបងប្អូនអាចយកវីដេអូនេះក្នុងការចែករំលែកជាចំណេះដឹងមួយក្នុងការឲ្យយល់ដឹងទាំងអស់គ្នាជាដើម្បីជាទូលំទូលាយបាទទូលំទូលាយឲ្យបានច្រើនបាទអញ្ចឹងជាចុងក្រោយប្រសិនបើបងប្អូនស្រឡាញ់សត្វអញ្ចឹងបងប្អូនឆ្កែឆ្មាហ្នឹងប្រមូលធ្លាប់ប្រើអត់ជាកំហុសទេខ្ញុំថាមិនជាកំហុសទេមូលហេតុអីដោយសារតែបងប្អូនមិនដឹងឬក៏គ្មាននរណាប្រាប់ធ្វើតគ្នាធ្វើតាមចិត្តយើងចេះដាក់ប្រាប់ដាក់បានអំឡុងពេលដែលសត្វក្តៅខ្លួនហើយក្តៅខ្លួននោះទៀតវាបែងចែកជាច្រើនទៀតវាអាចមកកប៉ះកង្កិចអីផ្សេងក៏វាក្តៅខ្លួនរលាកក៏វាក្តៅខ្លួនមានបាក់តេរីក៏វាក្តៅខ្លួនផ្សេងទៀតអញ្ចឹងវារឿងលំអិតមែនតើច្រើនមែនតើមានមូលហេតុនៃការក្តៅខ្លួនហ្នឹងដូច្នេះបងប្អូនចាប់ពីថ្ងៃតទៅក្តៅខ្លួនសូមមេត្តាកុំប្រើប្រាស់ថ្នាំប៉ារ៉ាសេតាមុលក្តៅខ្លួនអាចសួរពេទ្យនៅក្បែរហ្នឹងឬក៏បងប្អូនអាចសួរដែលគេមានបទពិសោធន៍ជាពិសេសសួរពេទ្យតែម្ដងដើម្បីសុំជាមតិយោបល់ពីពេទ្យតើយើងគួរធ្វើយ៉ាងម៉េចបាទអញ្ចឹងខ្ញុំមានវីដេអូតែប៉ុណ្ណឹងចែករំលែកតែប៉ុណ្ណឹងសម្រាប់បងប្អូនហើយមានសំណួរបងប្អូនអាចតំណែង
Telegram លេខដែលខ្ញុំដាក់នៅពីក្រោមនឹងតែម្ដងបាទអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងបាទសូមអរគុណ